អូញាប់មែនតើអើយបងប្អូនមើលឃើញទេញាប់ម្លឹងនេះមកដាក់ញាប់ចឹងទេផុសគាត់កើតដែរព្រោះវាយូរចឹងមកនេះដូចជា13នាទីជាងកាត់អស់លេងសល់តែ4នាទីហើយដាក់ speed លឿនមែនទេហ្នឹងហើយបងប្អូននេះយើងគូរូបតេតងជាមួយនឹងអារម្មណ៍ set មានន័យថាទស្សនវិជ្ជាយើងបានឃើញនៅការដើរលេង camping របស់យើងជាទូទៅខ្ញុំចូលចិត្តដើរលេង camping គូរូបតាមព្រៃភ្នំគូរូបតាមតំបន់ទេសភាពដែលរមណីយដ្ឋានយើងដូចជាផ្សព្វផ្សាយធម្មជាតិដែរប៉ុន្តែយើងផ្សព្វផ្សាយតាមរយៈការគូរំនូវាមិនល្អ perfect ដូចការគេថតវីដេអូគេមានដ្រូនហុកទេនេះជាការគូរំនូដោយមានអារម្មណ៍សោកសៅមានអារម្មណ៍សេតតកតងជាមួយនឹងការបាត់បង់ព្រៃឈើការបាត់បង់ធនធានធម្មជាតិដ៏ល្អយើងចង់ឲ្យក្មេងជំនាន់ក្រោយបានឃើញប៉ុន្តែវាមិនបានឃើញដូចគំនិតរបស់យើងចង់ឃើញទេបាត់បង់ដើមឈើអាយុសិតរាប់រយរាប់ពាន់ឆ្នាំអីចឹងទៅមនុស្សដែលអភិរក្សមនុស្សដែលថែរក្សាធនធានធម្មជាតិនឹងតិចតែមនុស្សដែលត្រូវការធនធានធម្មជាតិនោះវាច្រើនអញ្ចឹងការអភិរក្សវាមិនអាចទប់ទល់ដូចនោះទេអញ្ចឹងក្នុងនាមខ្ញុំជាសិល្បករម្នាក់ខ្ញុំបានធ្វើគីសាមួយនេះដោយសារយើងស្រឡាញ់ហើយនិងមួយវាជាមុខជំនាញរបស់យើងក្នុងការគូររូបការគូជំនុំទាក់ទងជាមួយនឹងអារម្មណ៍ទេសភាពដែលឡំបញ្ចូលគ្នាជាមួយការរស់នៅតាមតំបន់ព្រៃឈើតាមទីកន្លែងដែលតែងតែមានមនុស្សរស់នៅទីកន្លែងតែមិនមានមនុស្សរស់នៅតែយើងធ្វើយ៉ាងម៉េចដើម្បីអាចជួយទៅដល់ការមិនតម្រូវការរបស់មនុស្សដែលជួយចិត្តជួយចិត្តហៅថាជួយចិត្តបងប្អូនជាតិតែអ្នកក៏ជួយចិត្តរបស់ធម្មជាតិដែរតែសំខាន់នោះរបស់ធម្មជាតិទាំងនោះវាមិនផ្ដល់ឲ្យយើង24ម៉ោងវាមិនផ្ដល់ឲ្យយើងដរាបណាដែលធម្មជាតិអស់នោះហើយអញ្ចឹងនេះជាការគូររូបតកតងជាមួយអារម្មណ៍ចង់អធិដ្ឋានឲ្យដើមឈើទាំងពីដើមនេះថាបុគ្គលបាត់បង់ទៅក្មេងជំនាន់ក្រោយបានស្គាល់អត់នោះហើយប្រកាសជាមិនអាចស្គាល់បានទេយើងមានតែគំនូនឹងហើយមានតែហ្វូតូនឹងហើយមានតែវីដេអូនឹងហើយដែលក្មេងជំនាន់ក្រោយបានស្គាល់ថានេះជាដើមឈើចំណារាប់រយឆ្នាំរាប់ពាន់ឆ្នាំរាប់ម៉ឺនឆ្នាំប៉ុន្តែព្រោះថាវាមាននៅលើផែនដីជាតិនោះទេប្រកបណាស់វាមិនអាចមាននោះទេអញ្ចឹងហើយយើងជាអារម្មណ៍មួយជាសិល្បករយើងត្រូវតែបន្សល់នៅអ្វីដែលជាក្តីស្រឡាញ់អ្វីដែលជាតសញ្ញាណអ្វីដែលជាអារម្មណ៍អ្វីដែលជាអ្វីដែលយើងអាចធ្វើបានដើម្បីឲ្យយុវជនក្មេងជំនាន់ក្រោយកកើតឡើងត្រូវតែស្គាល់វប្បធម៌ពីជីវប្រវត្តិពីអារម្មណ៍កថាមួយដែលជនឬក៏យុវនារីឬក៏បុព្វបុរសដែលបន្សល់ទុកឲ្យនៃការជាចំណេះដឹងមួយដ៏ល្អសម្រាប់ការរស់នៅបន្សល់នៅអ្វីជាមរតករបស់ដូនតាយើងពីមុនមកទៀតនេះជាអារម្មណ៍កថាដែលខ្ញុំចង់និយាយទៅអ្នកទាំងអស់គ្នាស្ដាប់នៅក្នុងវីដេអូមួយនេះប៉ុន្តែវាមិនអាចក្បកក្បាយបាននោះទេ